សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានឧបករណ៍មួយសម្រាប់ធ្វើការណែនាំបងប្អូនអឺនេះបើយើងហៅទូទៅគេហៅប្រភេទpower bank ខ្នាតធំអញ្ចឹងភាសាបច្ចេកទេសគេហៅថាស្ថានីយ៍ថាមពលចល័តដែលភាសាអង់គ្លេសគឺគេហៅថាportable power station ខ្ញុំសូមរៀបរាប់លម្អិតទូទៅពីឧបករណ៍នេះឧបករណ៍នេះវាមានរូបរាងជាប្រអប់ចតុកោណកែងជាមួយនឹងចំណុចតាក់ទាញនៅខាងលើហើយសម្រាប់ភាពងាយស្រួលរបស់វាគឺវាមានដៃយួរកាន់ងាយស្រួលដឹកជញ្ជូនវាមានពណ៌ខ្មៅរលោងជាមួយនឹងបន្ទះចំហៀងសហើយពណ៌មានលម្អិតរបស់វាគឺវាមានពណ៌ទឹកក្រូចជាមួយនឹងអក្សររបស់វានេះហើយមួយទៀតវាមានLCD ហើយ LCD ហ្នឹងគឺវាបានបង្ហាញព័ត៌មានដូចជាកម្រិតថ្មកម្រិតថាមពលចេញនិងស្ថានភាពសាកថ្មហើយបន្ថែមនោះគឺរុន USB វាមានរុន USB ច្រើនសម្រាប់សាកឧបករណ៍អេឡិចត្រូនិកជាមួយនឹងទូរស័ព្ទដៃ tablet និងកាមេរ៉ាហើយសម្រាប់រុន DC 12V រុន DC 12V រុននេះគឺសម្រាប់ភ្ជាប់ឧបករណ៍ដែលប្រើថាមពល 12V ដូចជាឧបករណ៍អេឡិចត្រូនិកអាចសាកពីក្នុងរថយន្តភ្ជាប់ទៅឧបករណ៍ហើយវាមានរុន AC សម្រាប់ដោតឧបករណ៍ដែលយើងអាចប្រើភ្លើង220ចេញពីឧបករណ៍នេះបានអាចសាកទៅលើកុំព្យូទ័រយួរដៃឬក៏ឧបករណ៍ផ្សេងៗទៀតដែលត្រូវការភ្លើង220ហើយវាមានបេតុងចុចជាច្រើនសម្រាប់បើកឧបករណ៍ AC និង DC និងប្រព័ន្ធគ្រប់គ្រងមុខងារផ្សេងៗហើយវាមានអំពូល LED សម្រាប់បំភ្លឺស្ថានភាពងងឹតនិងផ្នែកខាងក្រោយហើយនេះវាមានភុយសៀបឧបករណ៍នេះមានភុយសៀបដើម្បីការពារសេខ្វីកុំឲ្យមានបញ្ហាឬក៏សាក់លើបន្ទប់ហើយពាក់ព័ន្ធជាមួយឧបករណ៍ដែរអាចប្រើប្រាស់បានគ្រប់ទីកន្លែងដែលមានថាមពលប្រើប្រាស់ប្រភេទ AC ដែលយើងទៅតំបន់ឆ្ងាយៗអីយើងអាចប្រើភ្លើង AC បានតែចេញពីឧបករណ៍មួយនេះឧបករណ៍នេះមានមុខងារជាច្រើនទាំង AC និង DC ដែលបងប្អូនយកទៅប្រើទៅពិតជាងាយស្រួលហើយយើងដូចរៀបរាប់ចាក់ស្ដែងបើសិនជាយើងទៅឆ្ងាយយើងបោះតង់យើងអាំងសាច់ឬក៏យើងលក្ខណៈថាយើងទៅឆ្ងាយយើងត្រូវការភ្លើង220ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់បដោះអាសន្ននេះគឺឧបករណ៍នេះគឺអាចជួយបានវាមានភាពងាយស្រួលហើយសម្រាប់ឧបករណ៍នេះវាស័ក្តិសមសម្រាប់ការប្រើប្រាស់អ្នកបោះតង់ជំរុំធ្វើដំណើរផ្លូវឆ្ងាយតំបន់ដែលដាច់ភ្លើងនៅវាលស្រែវាស្រូវអីយើងស័ក្តិសមព្រោះសារវាមានភ្លើង7ជំនួយផងដែរភ្លើង7គឺនៅខាងចំហៀងខាងនោះសម្រាប់កម្លាំងវ៉ាត់របស់វាមានកម្លាំងទៅដល់150វ៉ាត់អញ្ចឹងបើសិនជាបងប្អូនចង់ប្រើសម្រាប់អំពូលភ្លើងឯមុំកម្លាំងរបស់វាត្រឹម150វ៉ាត់គឺវាអស់រួចតែបើសិនបងប្អូនប្រើលើសពី150វ៉ាត់អស់រួចទេដោយសារវាមានកម្រិតរបស់វាដែរអញ្ចឹងការរៀបរាប់របស់ខ្ញុំមានតែប៉ុណ្ណេះអញ្ចឹងបងប្អូនឆ្ងល់វិញអាចឆាតមកខ្ញុំបន្ថែមខាងក្រោមហើយពាក់ព័ន្ធមួយតម្លៃខ្ញុំនឹងអាប់ដេតនៅលើចំណងជើងអញ្ចឹងអរគុណច្រើនសម្រាប់ការស្រាវជ្រាវនិងចូលមកទស្សនាមកលើវីដេអូរបស់ខ្ញុំបាទអរគុណច្រើន